ខ្សែជីវិតខ្ញុំបានធំដល់ថ្ងៃហើយទោះជាមានឧបសគ្គមានពុកតាមថែរក្សាថ្នាក់ថ្នមបីដូចជាកែមេត្រាឪពុកខំធ្វើការដើម្បីកូនប្រៀបបីដូចជាក្បូនជូនកូនឆ្លងត្រើយនៅពេលដែលឃ្លាតទើបដឹងថាពុកមានគុណរូបពុកនៃពុតសែនទីរុនតស៊ូមិនដែលគិតកូនដើរតាមផ្លូវគុណលងអស់ពិតជីវិតដែលលោកខំជាយាមប្រាត់ទើបរូបកូនមានភពជួបនឹងជីវិតថ្មីនៅថ្ងៃនេះកូនចង់ប្រាប់មនុស្សនៅក្នុងលោកកាកូនសូមប្រាប់ថាពុកមានគុណដ៏សែនធំមានជីវិតតាំងតែពីតូចរហូតដល់រូបកូនធំពុកអធនអបរំប្រដៅដូចសំពើជួបនឹងជួបលៀងរូបកូនមានថ្ងៃនេះជីវិតគឺពុកបានហើយហត់ជួបហត់លៀងឆ្លងដល់ត្រើយបានជួបស្នេហាជួបរឿងបារម្ភទុកក្រៀមក្រំក្រមគ្រាពោពេញដោយរឿងបញ្ហាកូនចាំពីពុកប្រាប់ថាជីវិតត្រូវតស៊ូសែនទីរុនតស៊ូមិនដែលគិតកូនដើរតាមផ្លូវគុណលងអពិតជីវិតដែលលោកខំជាយាមប្រាប់ទើបរូបកូនមានភពជួបនឹងជីវិតថ្មីនៅថ្ងៃនេះកូនចង់ប្រាប់មនុស្សនៅក្នុងលោកកាកូនសូមប្រាប់ថាពុកមានគុណដ៏សែនមានជីវិតតាំងតែពីតូចរហូតដល់រូបកូនធំពុកអត់ធន់អបរំប្រដៅដូចសំពើជួបនឹងជួបលៀងរូបកូនមានថ្ងៃនេះជីវិតគឺពុកបានហើយហត់ជួបហត់លៀងឆ្លងដល់ត្រើយបានជួបស្នេហាជួបរឿងបារម្ភទុកក្រៀមក្រំក្រមគ្រាពោពេញដោយរឿងបញ្ហាកូនចាំពីពុកប្រាប់ថាជីវិតត្រូវតស៊ូជួបរឿងបារម្ភទុកក្រៀមក្រំក្រមគ្រាពោពេញដោយរឿងបញ្ហាកូនចាំពីពុកប្រាប់ថាជីវិតត្រូវតស៊ូ